ភាពដ៏ប្រសើរចំពោះមនុស្សគ្រប់រូបដែលត្រឹមត្រូវពិតប្រាកដនោះគឺការប្រសើរលើសលើខ្លួនឯងនៃនេះមិនសំដៅលើទ្រព្យសម្បត្តិដែលមានច្រើនឬរូបសម្បត្តិដែលខ្ពស់ទាបឡើយសំដៅទៅលើចរិយាមេរយាទរបស់មនុស្សគ្រប់គ្នាដល់នូវភាពប្រសើរទៅបានគឺមិនយកខ្លួនទៅប្រៀបផ្ទឹមជាមួយនឹងបុគ្គលណាម្នាក់មិនបានប្រណាំងប្រជែងចង់ឈ្នះឬចង់ចាញ់ជាមួយនឹងអ្នកដទៃនៅក្នុងលោកនេះបើយើងគិតពិចារណាឲ្យបានដិតដល់គ្មានអ្នកឈ្នះហើយក៏គ្មានអ្នកចាញ់ដែរមានតែគំនិតដែលគិតថាចង់ឈ្នះឬចង់ចាញ់ប៉ុណ្ណោះបុគ្គលដែលល្ងងខ្លៅខ្វះប្រាជ្ញាតែងលើកដំកើងខ្លួនមុនគេជានិច្ចដោយយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃជានិច្ចថាអញជាមនុស្សប្រសើរជាងគេឬក៏អន់ជាងគេឬក៏ស្មើនឹងគេតាមភាពពិតនៅក្នុងលោកនេះគ្មានអ្នកណាប្រសើរឬអន់នោះទេមកតែពីចិត្តរបស់យើងគ្រប់គ្នាចូលចិត្តតែបំពន់កិលេសរបស់ខ្លួនឯងលើកខ្លួនឯងឲ្យខ្ពស់ដូចជាដងទង់ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថាចិត្តនេះគឺជាមានអ្នកក្នុងអកុសលចេតសិកមួយប្រភេទគឺចិត្តប្រកបដោយការរឹងត្អឹងការដែលយើងមិនបៀតបៀនឬប្រៀបធៀបផ្ទឹមខ្លួនទៅជាមួយនឹងអ្នកណាម្នាក់រមែងរស់នៅយ៉ាងសុខស្ងប់បំផុតមិនចាញ់អ្នកណាហើយក៏មិនចង់ឈ្នះទៅលើអ្នកដទៃដោយការពៀនពាលើសិទ្ធិបុគ្គលណាម្នាក់ឡើយកាលណាបុគ្គលធ្វើយ៉ាងនេះជាបុគ្គលមានសេចក្តីសុខស្ងប់មានភាពដ៏ប្រសើរលើសខ្លួនទៅបានធ្វើការអ្វីក៏ដោយរមែងមានសេចក្តីអនុគ្រោះសំដៅយកប្រសិទ្ធភាពក្នុងប្រយោជន៍អ្នកដទៃនិងប្រយោជន៍ខ្លួនសរុបទៅបុគ្គលបែបនេះមិនប្រណាំងប្រជែងចង់ឈ្នះឬចង់ចាញ់ជាមួយនឹងអ្នកណាមួយឡើយព្រោះជាបុគ្គលបានប្រជែងឈ្នះជាមួយនឹងខ្លួនឯងរួចទៅហើយមនុស្សយើងការដែលអាចយកឈ្នះនៅអំណាចនៃបាបធម៌ទៅបានទាល់តែប្រើកម្លាំងចិត្តបើមានកម្លាំងចិត្តពិតប្រាកដមានការព្យាយាមយើងនឹងអាចយកឈ្នះនៅអ្វីៗគ្រប់យ៉ាងបានការដែលមនុស្សយើងធ្លាក់ទៅក្នុងអំពើបាបធម៌ហើយដូចជាប្រព្រឹត្តអំពើអាក្រក់មានការលួចប្លន់ឬក៏ប្រព្រឹត្តគ្រឿងញៀនរាល់អំពើផ្សេងជាច្រើនហើយព្យាយាមលះបង់វាតែលះបង់មិនដាច់វាជាការគួរឲ្យស្រណោះនិងអាណិតព្រោះអំពើគ្រប់យ៉ាងដែលបានធ្វើហើយរមែងដឹងខ្លួនថាខ្លួនមានកំហុសប៉ុន្តែដោយអំណាចនៃបាបធម៌បង្ខំឲ្យធ្វើក៏មិនអាចទប់ទល់នឹងអំណាចបាបធម៌នោះបានព្រោះខ្វះសេចក្តីលះបង់នៅអំពើអាក្រក់ចេញគោលគំនិតដ៏សំខាន់ម្យ៉ាងទៀតក្នុងការដែលយកឈ្នះនៅបាបធម៌ទៅបានឬយកឈ្នះខ្លួនឯងឲ្យបាននោះគឺយើងត្រូវហ្វឹកហាត់ចិត្តអប់រំចិត្តរក្សាចិត្តខ្លួនឯងឲ្យខ្លួនឯងដោយពុតចិត្តគេចចេញពីអ្វីដែលគួរគេចអ្វីដែលគួរមើលកុំមើលអ្វីដែលគួរស្ដាប់កុំស្ដាប់អ្វីដែលគួរប៉ះពាល់កុំប៉ះពាល់អ្វីដែលគួរជួបកុំជួបអ្វីដែលគួរគិតកុំគិតយើងត្រូវតែបន្ធូរបន្ថយនៅសភាវៈមិនល្អដែលកើតមានហើយឃើញថាមិនល្អចិត្តមិនត្រូវប្រហែសធ្វេសក្នុងមួយវិនាទីណាមួយឡើយទើបអំពើនៃបាបធម៌ទាំងឡាយរមែងរលត់ទៅបានដោយការសាងកម្លាំងចិត្តព្រោះចិត្តជាប្រធានចិត្តជាចវាយនីលើតួខ្លួនទាំងអស់ដោយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនោពពាំងកមាធម្មាមនោសេដ្ឋោមនោបយាជាដើមធ្វើអំពើល្អក៏ស្រែកទៅមកអំពីចិត្តធ្វើអាក្រក់ទាំងឡាយក៏ស្រែកទៅមកអំពីចិត្តព្រោះចិត្តជាប្រធាន